សាកលវិទ្យាល័យភូមិន្ទភ្នំពេញជាសាកលវិទ្យាល័យដ៏ចំណាស់និងធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1960ជាសាកលវិទ្យាល័យដែលមានទីធ្លាធំទូលាយអមជាមួយដើមឈើធំៗសួនច្បារបណ្ណាល័យដ៏ធំដែលមានសៀវភៅជាច្រើនសម្បូរបែបមានទីកន្លែងនានាសម្រាប់សិស្សធ្វើស្វ័យសិក្សានិងទីកន្លែងសម្រាប់លេងកីឡាផងដែរសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាកន្លែងដែលផ្ដល់នូវបរិស្ថានប្រកបដោយផាសុកភាពសម្រាប់ការសិក្សាសាកលវិទ្យាល័យមានមហាវិទ្យាល័យចំនួន5វិទ្យាស្ថានចំនួន2និងមជ្ឈមណ្ឌលចំនួន4មហាវិទ្យាល័យវិស្វកម្មជាមហាវិទ្យាល័យមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ2013ជាមួយទស្សនវិស័យក្នុងការបណ្ដុះបណ្ដាលនិស្សិតលើវិស័យវិស្វកម្មឲ្យមានសមត្ថភាពខ្ពស់ជាមួយការសិក្សាស្រាវជ្រាវប្រកបដោយក្រមសីលធម៌សម្រាប់បំពេញកំណើននៃតម្រូវការឧស្សាហកម្មវិស័យឯកជននិងវិស័យសាធារណៈក្នុងសម័យកាល Digital និងសកលភាវូបនីយកម្មវិស្វកម្មហេតុអីបានវាសំខាន់ពីព្រោះវាដើរតួនាទីដោះស្រាយបញ្ហាជីវិតរបស់មនុស្សតាមបែបវិទ្យាសាស្ត្រទី2ស្អីខ្លះដែលត្រូវការសម្រាប់ប្រទេសកម្ពុជាគឺយើងត្រូវការស្ទើរតែគ្រប់មុខនៃវិស្វកម្មដោយសារប្រទេសយើងទៅងើបពីសង្គ្រាមយើងអត់សម្បូរធនធានមនុស្សទេអញ្ចឹងបើកអីក៏ត្រូវជួយអីក៏ត្រូវទី3សាកលវិទ្យាល័យភូមិន្ទបានធ្វើអីខ្លះទាក់ទងនឹងរឿងវិស្វកម្មនេះគឺមុនដែលខ្ញុំមកដល់នេះគឺបើកមហាវិទ្យាល័យវិស្វកម្មដែលយើងមិនដែលមានទេតាមក្រោយ79មកនៅសាកលវិទ្យាល័យយើងហើយមហាវិទ្យាល័យនេះមានជំនាញវិស្វកម្មច្រើនដោយដែលខ្ញុំរៀបរាប់មានតាំងពីវិស្វកម្មកុំព្យូទ័រ IT Engineering Electronic Telecom ជីវសាស្ត្រហើយថ្មីនេះយើងមានមួយទៀតដែលកូរ៉េជួយគឺវិស្វកម្មបរិស្ថានកិនមកដល់ឆ្នាំ2023នេះមហាវិទ្យាល័យមានអាយុ10ឆ្នាំហើយដែលមានដេប៉ាតឺម៉ង់ចំនួន5ដែលផ្ដល់នូវកម្មវិធីសិក្សាចំនួន10ដែលក្នុងនោះរួមមានកម្មវិធីសិក្សាបរិញ្ញាបត្រចំនួន3បរិញ្ញាបត្រឧត្តមចំនួន4និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន3ចំពោះហេដ្ឋារចនាសម្ព័ន្ធសិក្សានិងស្រាវជ្រាវដូចជាបន្ទប់និងសម្ភារៈពិសោធន៍យើងមានបន្ទប់ចំនួន27និងបន្ទប់ស្រាវជ្រាវចំនួន9ដែលបំពាក់ដោយសម្ភារៈទំនើបឆ្លើយតបទៅនឹងតម្រូវការរបស់លោកគ្រូអ្នកគ្រូនិងសិស្សនិស្សិតក្នុងការអនុវត្តពិសោធន៍និងស្រាវជ្រាវមហាវិទ្យាល័យក៏កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដែលមានដូចជាការរៀបចំថ្នាក់រៀននិងបន្ទប់ពិសោធន៍ដេប៉ាតឺម៉ង់វិស្វកម្មបរិស្ថានដែលទទួលបានការសហការនិងឧបត្ថម្ភពីរដ្ឋាភិបាលកូរ៉េនៅក្នុងឆ្នាំដំបូងនៃការចាប់ផ្ដើមដំណើរការមហាវិទ្យាល័យវិស្វកម្មយើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញយើងទទួលបានសិស្សចំនួន200នាក់ក្រោមការដឹកនាំនិងបង្រៀនពីលោកគ្រូអ្នកគ្រូចំនួន10នាក់ប៉ុណ្ណោះនៅក្នុងរយៈពេល10ឆ្នាំកន្លងទៅនេះក្រោមការជួយជ្រោមជ្រែងនិងឧបត្ថម្ភពីថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញការជួយជ្រោមជ្រែងអំពីការិយាល័យគាំទ្រផ្សេងជាពិសេសអំពីការយកចិត្តទុកដាក់ពេញទំហឹងអំពីលោកគ្រូអ្នកគ្រូនិងថ្នាក់ដឹកនាំមហាវិទ្យាល័យយើងទទួលបានការទុកចិត្តអំពីនិស្សិតនិងមហាជនហើយសិស្សយើងកំណើនបានរហូតដល់1800នាក់នៅក្នុងឆ្នាំសិក្សា2022-2023ក្រុមការដឹកនាំនិងគ្រប់គ្រងបង្ហាត់បង្រៀនអំពីលោកគ្រូអ្នកគ្រូចំនួន65នាក់ការវិវត្តថ្មីក្នុងរយៈពេល10ឆ្នាំរបស់មហាវិទ្យាល័យយើងគឺក្រោមការផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យនិងក្រោមការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជប៉ុនមហាវិទ្យាល័យកំពុងសហការជាមួយនឹងក្រុមហ៊ុនកម្រិតពិភពលោកឈ្មោះ DMG Mori ដោយបានរួមចំណែកបង្កើតមជ្ឈមណ្ឌលផលិតកម្ម Digital កម្ពុជាជប៉ុនដែលបច្ចុប្បន្នជាដៃគូរបស់មហាវិទ្យាល័យយើងរីឯការវិវត្តមហាវិទ្យាល័យនៅថ្ងៃអនាគតវិញយើងគ្រោងនឹងបង្កើតកម្មវិធីសិក្សាថ្មី2ជំនាញថែមទៀតគឺវិស្វកម្មមេកានិកព្រមទាំងវិស្វកម្ម Design និងស្ថាបត្យកម្មដែលមានទីតាំងនៅមជ្ឈមណ្ឌលទី3នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញយើងដោយមានការឧបត្ថម្ភពីរាជរដ្ឋាភិបាលតាក់ទងនឹងការស្រាវជ្រាវមហាវិទ្យាល័យបានរៀបចំសន្និសីទអន្តរជាតិធំចំនួន3ដោយសហការជាមួយសាកលវិទ្យាល័យ Osaka Prefecture នៃប្រទេសជប៉ុននិង SKII នៃប្រទេសកូរ៉េយើងក៏បានធ្វើការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវជាកម្រិតជាតិនិងអន្តរជាតិចំនួន30អត្ថបទ
បូករួមជាមួយការចូលរួមសន្និសីទអន្តរជាតិជាច្រើនផ្សេងទៀតផងដែរបន្ថែមពីនេះយើងក៏បានធ្វើការសហការជាមួយក្រុមហ៊ុនក្នុងការស្រាវជ្រាវនិងអភិវឌ្ឍផលិតផលជាឧទាហរណ៍យើងបានធ្វើការសហការជាមួយក្រុមហ៊ុនសុខេម៉ានីម៉ាដើម្បីធ្វើការស្រាវជ្រាវនិងផលិតនៅភេសជ្ជៈប្រទាលកន្ទុយក្រពើជាដើមដើម្បីឲ្យការសិក្សានិងការបង្រៀនមានគុណភាពមហាវិទ្យាល័យបានខិតខំពង្រឹងនិងអភិវឌ្ឍកម្មវិធីសិក្សាឲ្យសមស្របទៅតាមស្តង់ដារជាតិតំបន់និងអន្តរជាតិចាប់តាំងពីឆ្នាំ2020មកមហាវិទ្យាល័យបានកំពុងលើកកម្ពស់និងកែលម្អគុណភាពកម្មវិធីសិក្សារបស់ខ្លួនដោយប្រើប្រាស់កម្មវិធីសិក្សាវិស្វកម្មលំដាប់ពិភពលោកថ្មីមួយឈ្មោះថា CDIO ដែលជាកម្មវិធីសិក្សាបង្កើតឡើងដោយសាលាវិស្វកម្មដ៏ល្បីរបស់សហរដ្ឋអាមេរិកគឺសាលា Massachusetts Institute of Technology ឈ្មោះក្របខ័ណ្ឌកម្មវិធីសិក្សា CDIO នេះគឺយកតាមលំនាំបង្កើតដំណោះស្រាយនិងផលិតផលថ្មីរបស់វិស្វករគឺចាប់តាំងពីការបង្កើតគំនិតការរចនាការផលិតនិងការប្រើប្រាស់សាកល្បងក្របខ័ណ្ឌកម្មវិធីសិក្សានេះមានលក្ខណៈពិសេស3ទី1គឺការលើកកម្ពស់ដាក់បញ្ចូលបំណិនសតវត្សទី21ដែលជាបំណិនដែលក្រុមហ៊ុននិងឧស្សាហកម្មតែងត្រូវការបំផុតទី2គឺជាការរៀនបែបសកម្មដែលនិស្សិតត្រូវរៀនសូត្រសកម្មមិនអង្គុយស្ដាប់គ្រូដោយការរៀនបែបបុរាណហើយទី3គឺជាការរៀនបែប project based learning ដែលឲ្យនិស្សិតរៀនបង្កើតផលិតផលជាក់ស្ដែងដូចនៅក្នុងឧស្សាហកម្មទាំងនៅក្នុងទិដ្ឋភាពពហុជំនាញនិងសហគ្រិនភាពពិតណាស់ដើម្បីឲ្យមហាវិទ្យាល័យអាចអនុវត្តកម្មវិធីសិក្សាថ្មីនេះបានយើងទទួលបានជំនួយអភិវឌ្ឍទាំងថវិកាបច្ចេកទេសនិងសម្ភារៈពីដៃគូជំនួយរាជរដ្ឋាភិបាលនិងពីសាកលវិទ្យាល័យដៃគូក្នុងនោះជំនួយធំជាងគេគឺគម្រោងកែលម្អគុណភាពបណ្ដុំសិក្សារបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈកម្ចីពីធនាគារពិភពលោកតែអនាគតមហាវិទ្យាល័យយើងមានមហិច្ឆតាបង្កើតកម្មវិធីសិក្សាវិស្វកម្មអន្តរជាតិដែលមានការទទួលស្គាល់ដោយទីភ្នាក់ងារទទួលស្គាល់គុណភាពរបស់សហរដ្ឋអាមេរិក ABET ពីកម្មវិធីសិក្សានិងស្រាវជ្រាវយើងក៏បានធ្វើសកម្មភាពសំខាន់ៗជាច្រើនដូចជាទិវាវិស្វកម្មដែលផ្ដល់ឱកាសដល់សិស្សនិស្សិតក្នុងការប្រកួតប្រជែងស្នាដៃនិងលើកទឹកចិត្តដល់និស្សិតឆ្នើមការរៀបចំសន្និសីទនិងសិក្ខាសាលាការចុះកម្មសិក្សារបស់និស្សិតការទស្សនកិច្ចនៅក្រៅប្រទេសការចូលរួមសកម្មភាពកីឡារបស់និស្សិតការចូលរួមសកម្មភាពក្លឹបនិស្សិតនិងសកម្មភាពផ្សេងៗទៀតជាមួយវឌ្ឍនភាពដ៏ប្រសើរក្នុងរយៈពេល10ឆ្នាំមកនេះមហាវិទ្យាល័យមានមោទនភាពក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យវិស្វកម្មដែលជាវិស័យមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសក្នុងសម័យ Digital និងសកលភាវូបនីយកម្មមហាវិទ្យាល័យនឹងបន្តខិតខំបន្ថែមទៀតដើម្បីឈានទៅរកឧត្តមភាពក្នុងការ